OK 大家好សួស្តីអ្នកទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃហ្នឹងគឺជាថ្ងៃដំបូងដែលពួកយើងបានសិក្សាក៏ដូចជារៀនសូត្រជាមួយនឹងគ្នាផងដែរអញ្ចឹងមុននឹងចូលមេរៀនរបស់យើងគឺលាស៊ឺសូមនិយាយបន្តិចដើម្បីតាក់ទងទៅនឹងការសិក្សារបស់ពួកយើងដែរអញ្ចឹងជាដំបូងគឺយើងរៀនភាសាចិនចាំបាច់តែចេះមូលដ្ឋានគ្រឹះរបស់ភាសាចិនអញ្ចឹងគឺមូលដ្ឋានគ្រឹះរបស់ភាសាចិនដូចភាសាខ្មែររបស់យើងអញ្ចឹងយើងចង់អានខ្មែរចេះខ្មែរត្រូវតែចេះស្រៈជញ្ជាក់របស់ខ្មែរសិនទើបអាចប្រកបអានខ្មែរបាន ដូចគ្នាដែរប្រសិនបើអ្នកទាំងអស់គ្នាចង់ចេះភីនអេងឬក៏អានភីនអេងចិនដាច់យើងចាំបាច់ត្រូវតែចេះស្រៈជញ្ជាក់របស់ភីនអេងចិនសិនអញ្ចឹងថ្ងៃហ្នឹងគឺលាស៊ឺនឹងមកបង្រៀនពីមូលដ្ឋានគ្រឹះជូនដល់អ្នកទាំងអស់គ្នាទី1គឺយើងរៀនតទៅនឹងស្រៈអបជញ្ជាក់សិនជញ្ជាក់គឺមាន23តួដែលយើងត្រូវសិក្សាជាមួយគ្នាផងដែរប៉ុន្តែនៅថ្ងៃនេះគឺលាស៊ឺមានប៉ុន្មានតួដើម្បីមកសិក្សាជាមួយនឹងអ្នកទាំងអស់គ្នាតោះឥឡូវអ្នកទាំងអស់គ្នា មុនដំបូងគឺអានអ្នកនរគ្នាតាម老师សិនតោះ我们跟老师读一下吧តោះ我们开始តោះឥឡូវពួកយើងចាប់ផ្ដើមអ្នកនរគ្នា2025年12月4日星期四生母生母ជញ្ជាក់ពណ៌ពណ៌ភ័មាហ្វតថនលដងទៀតពណ៌ភ័មាហ្វតថនលអូខេហៅតោះឥឡូវយើងមកបន្តទៀតគឺ数字数字លេខតោះលេខអ្នកទាំងអស់គ្នាគឺមើលក៏ដូចជាមើលទៅតាមសញ្ញាសម្លេងរបស់វានីមួយៗតោះលេខ1一二三四五អូខេម្ដងទៀតលេខ1លេខ2លេខ3សំលេងសញ្ញាស្មើលេខ4អូខេលេខ5អូខេតែថ្ងៃហ្នឹងគឺលាស៊ឺមានប៉ុណ្ណឹងដែលចែករំលែកជាមួយអ្នកទាំងអស់គ្នាអញ្ចឹងយើងរៀនតែប៉ុណ្្នឹងឯងហើយថ្ងៃស្អែកយើងនឹងបន្តមេរៀនរបស់យើងបន្តទៅមុខទៀតតោះតែថ្ងៃហ្នឹងគឺយើងមានប៉ុណ្ណឹង谢谢大家再见